Chàoបងប្អូនឥឡូវនេះខ្ញុំធ្វើការបង្ហាញបងប្អូនអំពីការចាប់ view នៅក្នុងកម្មវិធី Enscape អញ្ចឹងការប្រើប្រាស់កម្មវិធី Enscape គឺយើងអាចចាប់ view នៅក្នុងនឹងបានផ្ទាល់តែម្ដងដោយគ្រាន់តែយើងចូលទៅក្នុងនេះវានឹងលោតថា view management ឬមួយក៏វាមាន shortcut របស់វាគឺអក្សរ F អក្សរ F បងប្អូនអញ្ចឹងដើម្បីធ្វើការចាប់ view ខ្ញុំសូមបិទវាសិនកុំឲ្យវាបាក់មើលអញ្ចឹងយើងចូលមកកាន់ទីនេះមកកន្លែង view management ណាយើងនឹងឃើញពាក្យមួយនេះគឺ create view អញ្ចឹងបងប្អូនសេរីវាសិនទៅមុននឹងយើង create បងប្អូនចង់បានប៉ុណ្ណាចាអញ្ចឹងឧទាហរណ៍ខ្ញុំចង់បានប៉ុណ្នេះប៉ុន្តែសូមបញ្ជាក់កន្លែងនេះផងដែរបងប្អូនបាទបងប្អូនចាប់ view នេះចូលកន្លែង set frame ណាដើម្បីឲ្យយើងធ្វើការ render ប៉ុណ្ណាគឺក្នុងទំហំក្រាស់យើងប៉ុណ្ណឹងកុំឲ្យវាដាច់ណាបងប្អូនជាយើងទាញវាក្រោមតិចឲ្យវាដាច់អូខេនេះទៅលេខពីចុះតិចចាគឺខ្ញុំចង់បានប៉ុណ្ណាអញ្ចឹងបងប្អូនគ្រាន់តែចូលទៅកន្លែងនេះ create view អញ្ចឹងបងប្អូនចុចណាវានឹងលោកថា Enscape sim 1បងប្អូនចង់rename វាដាក់ឈ្មោះអីផ្សេងក៏បានដែរប៉ុន្តែដាក់អញ្ចឹងក៏បានអញ្ចឹងបងប្អូនគ្រាន់ចុចថា create គឺវានឹងលោកនេះ Enscape view 1អញ្ចឹងបើបងប្អូនចង់ចូលក្នុង view ហ្នឹងវិញបងប្អូនគ្រាន់តែចូលទៅក្នុងកន្លែងហ្នឹងគឺវានឹងលោតឲ្យបងប្អូនហើយនេះហើយមួយទៀតការបង្កើត view ហ្នឹងគឺយើងអាចបង្កើតនៅក្នុងកម្មវិធី SketchUp ហើយអាចវាលោតសេរីនៅក្នុង Enscape បានដូចគ្នាអញ្ចឹងខ្ញុំនឹងនាំបងប្អូនទៅមើលការបង្កើត view នៅក្នុង SketchUp ហើយវាអូតូមកក្នុងកម្មវិធី Enscape អញ្ចឹងដើម្បីបង្កើតបានយើងទាញនេះមកដាក់មកខាងសិនណាដើម្បីឲ្យស្រួលមើលបងប្អូនចានេះអញ្ចឹងវាលោតពីផ្ទាំងនេះឲ្យអញ្ចឹងបងប្អូនបើសិនជាយើងសេរីបែបនេះគឺវាអត់ឃើញលោតនៅក្នុងនេះទេអញ្ចឹងបើបងប្អូនចង់ឲ្យវាឃើញនៅក្នុងនេះបងប្អូនត្រូវបើក synchronize នេះអញ្ចឹងពេលយើងបើកចុចបើកវាមកគឺយើងសេរីទៅគឺវាឃើញនៅក្នុងកម្មវិធី Enscape អញ្ចឹងបងប្អូនធ្វើការសេរីវាមកចាប់ view វាមួយណាចាគេចាប់នៅក្នុង SketchUp ប៉ុន្តែយើងមើលរូបភាពនៅក្នុងនេះតែដោយសារតែពេលយើងធ្វើការ render មកគឺយើងមើលភាពជាក់ស្ដែងនៅក្នុងកម្មវិធី Enscape អញ្ចឹងយើងលើកដែរយើងសេរីខាងនេះផងខាងនោះផងលើបើសិនជាយើងឃើញថាវាអត់លូតដូចគ្នាទេទោះបីវាសេរីបានទាំងអស់តែវាអានេះខិតចិត្តអានេះមាននៅឆ្ងាយអញ្ចឹងយើងលើកមកសំអូខេខ្ញុំចង់បានប៉ុណ្នេះខ្ញុំគ្រាន់តែចូលទៅកាន់ view add sim សិនទៅចានេះវានឹងលោកឲ្យចឹងបងប្អូនបញ្ជាក់ផងដែរមកកន្លែងនេះបងប្អូនអត់បើក synchronize ទេគឺវាអត់លោកឲ្យទេចំណុចខ្ញុំបើខ្ញុំបិទហើយយើងចូលក្នុងនេះមកគឺអានេះវានៅតែវាអត់នេះឲ្យយើងនេះបើយើងបើកបានវាសេរីទៅតាមអ្វីដែលយើងចុចចានេះយើងបិទវិញយើងចូលក្នុង view SketchUp ក៏បានចឹងបងប្អូនអញ្ចឹងការបង្ហាញពីការបង្កើត scene នៅក្នុងកម្មវិធី Enscape នេះគឺមានតែប៉ុណ្ណឹងទេបងប្អូនចាសូមអរគុណ